សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមាន keyboard ថ្មីមួយប្រើរបស់ Ula model AU75 ឥឡូវយើងទៅបើកមើលក្នុងប្រអប់ទាំងអស់គ្នានៅក្នុងប្រអប់យើងទទួលបាន dust cover manual ជាមួយនឹង keyboard ហើយខាងក្នុងយើងទទួលបានខ្សែ switch ហើយជាមួយនឹង keycap puller keyboard នេះជាប្រភេទ 75% វាមានទំហំតូចល្មមនិងមាន knob សម្រាប់ដំឡើងសំឡេងនិងបន្ថយសំឡេងហើយតួរបស់វាជាប្រភេទតួ plastic សម្រាប់ជើងរបស់វាយើងអាចបត់បែនបាន2 step នេះជាប្រភេទ mechanical keyboard ដែលយើងអាចដោះ switch បាននិងលេខ keycap បានហើយ switch របស់វាជាប្រភេទ Leo box Saya switch សម្រាប់ keyboard នេះយើងអាចប្រើបាន3 connection យើងអាចប្រើខ្សែក៏បាន Bluetooth ក៏បាន wireless receiver ក៏បានចំពោះភ្លើងវាយើងមាន effect ច្រើនសម្រាប់អ្នកនរគ្នាជ្រើសរើសដើម្បីប្រើប្រាស់ដុំ receiver អ្នកនរគ្នាគ្រាន់តែឆ្កឹះចូលពីជា4រួចយកដុំ receiver ទៅដោតជាមួយនឹង computer អាចប្រើប្រាស់បានចំពោះ Bluetooth អ្នកនរគ្នាគ្រាន់តែឆ្កឹះចូល Bluetooth រួចតែជាមួយនឹង computer អ្នកនរគ្នាអាចប្រើប្រាស់បានចំពោះខ្សែអ្នកនរគ្នាឆ្កឹះចូលប៊ូតុងកណ្ដាលរួចដល់ខ្សែអាចប្រើប្រាស់បាន